ថ្ងៃនេះខ្ញុំមានទូរស័ព្ទពីរគ្រឿងតម្លៃដូចគ្នា$180គឺ Vivo V27e និង Oppo Reno 8T តើមនុស្សប្រភេទណាគួរជ្រើសរើសទិញទូរស័ព្ទប្រភេទណាតោះយើងនិយាយអំពីកាមេរ៉ាមុន Oppo Reno 8T មាន 100MP រូបភាពច្បាស់ណាស់ល្អសម្រាប់ថតរូបដោយឡែក Vivo V27e មាន OIS មានន័យថាពេលថតវីដេអូខណៈពេលដែលអ្នកដើរវីដេអូមិនញ័រនោះទេដូច្នេះបើលោកអ្នកចូលចិត្តថតរូបអាចប្រើ Oppo Reno 8T បានប្រសិនបើលោកអ្នកចូលចិត្តថតវីដេអូច្រើនលោកអ្នកអាចប្រើ Vivo V27e បានសរុបមកតម្លៃ$180ដូចគ្នាលោកអ្នកអាចជ្រើសរើសយក Oppo Reno 8T បានប្រសិនបើលោកអ្នកចូលចិត្តថតរូបចំណែកអ្នកដែលចូលចិត្តថតវីដេអូច្រើនអាចជ្រើសរើសយក Vivo V27e បានទូរស័ព្ទទាំងពីរនេះមាននៅក្នុងស្តុកតើលោកអ្នកស្រឡាញ់ Vivo ឬ Oppo ចុះប្រពន្ធអ្នកសង្សារអ្នកស្រឡាញ់មួយណាដែរខមមិនចែកគ្នាដឹងអីសម្រាប់បងប្អូនដែលនៅក្នុងទីក្រុងភ្នំពេញយើងមានសេវាដឹកដល់គេហដ្ឋានរបស់លោកអ្នកចំពោះលោកអ្នកដែលនៅតាមខេត្តយើងក៏អាចផ្ញើជូនតាមក្រុមហ៊ុនដឹកជញ្ជូនផងដែរធានាថាទូរស័ព្ទនឹងទៅដល់ដៃលោកអ្នកយ៉ាងពិតប្រាកដពីខ្ញុំសុហួច Helen Phone Shop អរគុណ